បើសិនជាខ្ញុំពិតជាបានកក់ខណ្ឌអាកាសមួយនឹងពិតមែនគឺខ្ញុំអាចមានថ្ងៃនឹងបានទេសូមជម្រាបសួរព្រោះហេតុផលដែលខ្ញុំជ្រើសរើសប្រទេសជប៉ុនគឺទៅលើគុណភាពនៃប្រព័ន្ធអប់រំហើយនឹងការបន្តឈានទៅមុខនៃវិស័យបច្ចេកវិទ្យាជាពិសេសនេះគឺការគ្រប់គ្រងពេលវេលាដែលអាចធ្វើខ្ញុំរៀបបានពីវិន័យនិងទំនួលខុសត្រូវជាដើមជារួមគឺខ្ញុំមើលឃើញពីឱកាសនៅក្នុងការអភិវឌ្ឍខ្លួនជាច្រើនទាំងការសិក្សាហើយនឹងការរស់នៅទីនោះដើម្បីទទួលបានអាហារូបករណ៍នេះក៏ខ្ញុំបានឆ្លងកាត់ដំណាក់កាលប្រឡងជាច្រើនដែរដែលទី1យើងត្រូវរៀបចំឯកសារសម្រាប់ shortlist ទី2គឺវគ្គសំណេរឬក៏ written exam ទី3គឺវគ្គសម្ភាសន៍សម្រាប់ទី4គឺជាការរៀបចំឯកសារសម្រាប់ final result ហើយនៅអំឡុងពេលដែលខ្ញុំចាំលទ្ធផលចុងក្រោយរបស់ខ្ញុំក៏ចាប់ផ្ដើមពង្រឹងភាសាជប៉ុនរបស់ខ្ញុំដែរចំពោះអនាគតបេក្ខជនដែលធានានឹងប្លង់អាហារូបករណ៍នៅក្នុងឆ្នាំ2027ខ្ញុំសង្ឃឹមថាគ្នាយើងស្គាល់ពីខ្លួនឯងនិងកម្រិតដែលស័ក្តិសមនឹងសមត្ថភាពខ្លួនឯងជាពិសេសគឺកសាងសមត្ថភាពទៅលើមុខវិជ្ជាដែលពាក់ព័ន្ធនឹងការប្រឡងហើយនឹងត្រៀមខ្លួនឲ្យបានរួចរាល់នៅក្នុងការប្រឡងនៅពេលខាងមុខនេះជាចុងក្រោយខ្ញុំសូមសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ឱកាសដ៏កម្រនេះសម្រាប់ខ្ញុំដែលជាជនជាតិខ្មែរដែលអាចទៅបន្តការសិក្សានៅក្នុងប្រទេសជប៉ុនបានសូមអរគុណ